សួស្តីបងប្អូនថ្ងៃនេះដែរ admin មានវីដេអូថ្មីមកចែកជូនបងប្អូនទៀតហើយដូចដែលក្បាលវីដេអូខ្ញុំជឿថាបងប្អូននឹងដឹងថា admin រៀបចំចេញដំណើរទៅខាងណាហើយកុំឲ្យខាតពេលវេលាយូរទៅតាមដានវីដេអូពេញជាមួយ admin ទាំងអស់គ្នាបងប្អូនអញ្ចឹង admin រៀបចំចេញដំណើរហើយព្រោះវារៀងថ្ងៃតិចដែរហើយបងប្អូនដឹងស្រាប់ហើយផ្លូវទៅធ្វើបុណ្យហើយនឹងផ្លូវទៅផឹកស៊ីគឺខុសគ្នាបែបហ្នឹងបងប្អូនគឺផ្លូវទៅធ្វើបុណ្យវាតែងតែមានឧបសគ្គនេះរដេករដប់អញ្ចឹងណាបងប្អូនមើលទៅផ្លូវគាត់ថាផ្លូវនឹងខ្វាច់ប៉ុន្តែខណៈនេះផ្លូវក្នុងភូមិហ្នឹងបងប្អូនចេញពីផ្ទះ admin ទៅអញ្ចឹងផ្លូវខូចគេអត់ទាន់ធ្វើបងប្អូនអញ្ចឹងវាធំខ្វាច់ហើយបន្ទាប់យើងផុតពីផ្លូវភូមិមកយើងឡើងផ្លូវជាតិបងប្អូនហ្នឹងផ្លូវ51ចេញពីផ្លូវ51មកចូលផ្លូវ52បងប្អូនផ្លូវ52ដែលទៅជ្រាវបងប្អូនអញ្ចឹងយើងធ្វើដំណើរទៅតាមផ្លូវ52នេះមកដល់ផ្លូវ52បន្ទាប់ពីហ្នឹងទៅយើងចុះពីផ្លូវ52ទៅយើងចូលដល់ផ្លូវវត្តហើយបងប្អូនផ្លូវវត្តអញ្ចឹងវាខូចមកតង់ទៀតបងប្អូនប៉ុន្តែវាមិនធ្ងន់ធ្ងរវាគាត់ថាវាកលុកវាតិចដែរតែគាត់ថាភ្លៀងដល់ពេលអញ្ចឹងវាសើមកខ្វេកក្អាច់អញ្ចឹងណាបងប្អូនបន្ទាប់ពីហ្នឹងទៅគឺយើងបានមកដល់បរិវេណវត្តហើយគ្រាន់តែមកដល់បរិវេណវត្តគឺឮសំឡេងឆៃយ៉ាំអញ្ចឹងណាបងប្អូនហើយ admin អត់បានប្រាប់បងប្អូនហ្នឹងហើយប៉ុន្តែខ្ញុំជឿថាមានបងប្អូនដឹងហើយឃើញតែក្បាលវីដេអូមានដង្ហែលត្រៃប្រតិសិនជំវិញវត្តអីហ្នឹងគឺយើងមកនេះគឺមកដង្ហែលកឋិនទានបងប្អូនហើយអង្គកឋិនទាននេះគឺដង្ហែលមកកាន់វត្តក្រាំងសវណ្ណដែលហៅថាក្រាំងពញាបងប្អូនដែលស្ថិតនៅខាងឧត្តរម៉ែជ័យខេត្តកំពង់ស្ពឺបងប្អូននេះជាក្បួនឆៃយ៉ាំដែលរងចាំដង្ហែលនៅត្រៃតូចត្រៃធំអីទាំងឡាយដែលគាត់អញ្ជើញមកពីទីចិត្តទីឆ្ងាយនៃខេត្តនានាដោយ admin ដឹងមានខាងព្រៃវែងបាត់ដំបងហើយនឹងខេត្តមួយចំនួនទៀតនៅឆ្ងាយបងប្អូន admin អត់បានរៀបរាប់អស់ទេព្រោះមានខេត្តច្រើនបើតាម admin ដឹងគឺមានមកពីបណ្ដាលខេត្តឆ្ងាយបងប្អូនអញ្ចឹងក្បួនឆៃយ៉ាំនេះគឺនឹងដង្ហែហោមម្ចាស់ត្រៃទាំងឡាយហ្នឹងគឺចូលទៅក្នុងសាលាឆាន់ដើម្បីចូលទៅដើម្បីឈប់សម្រាកដើម្បីរងចាំនៅវេលាក្នុងការដង្ហែលអង្គកឋិនហើយ admin ក៏សូមអធិស្ឋានផងបើសិនជាការបញ្ចូលសលេងទៅមានពាក្យឆ្គងអីទាំងឡាយបងប្អូនហ្នឹងហើយអញ្ចឹងគឺថ្ងៃហ្នឹងគឺបងប្អូនយើងមកពីទីចិត្តទីឆ្ងាយហ្នឹងហើយទាំងចំណោះជើងវត្តអីផ្សេងគាត់បានមកចូលរួមយ៉ាងកកកបងប្អូនអញ្ចឹងហើយពេលនេះដែរគឺជាពេលដែលត្រៃធំដង្ហែលចូលទីអារាមឲ្យបងប្អូនហ្នឹងអញ្ចឹងក្បួនចៃយ៉ាំក៏ហែហោមត្រៃធំពីមុខរហូតមកដល់បរិវេណវត្តដើម្បីចូលទៅក្នុងសាលាឆាន់រៀបចំទុកដាក់នៅត្រៃក៏ដូចជាចូលទៅដើម្បីសម្រាកព្រោះគាត់ហែលពីទីឆ្ងាយបងប្អូនគាត់មកពីភ្នំពេញអញ្ចឹងណាអញ្ចឹងគាត់ត្រូវការសម្រាកដែរព្រោះមកឆ្ងាយដែរគាត់ក៏ដង្ហែលចូលមកក្នុងសាលាឆាន់ហ្នឹងហើយបងគាត់ដង្ហែលមកដល់សាលាឆាន់នេះហើយកម្មវិធីនឹងដែរគឺមានការរៀបចំបានល្អប្រសើរល្អពិតមែនបងប្អូនរៀបចំការទទួលនៅបដិសណ្ឋារកិច្ចអីផ្សេងគឺពិតជាគួរឲ្យកោតសរសើរបងប្អូនអញ្ចឹងណាហើយដោយការរៀបចំរបស់គាត់ល្អនឹងហើយបានជាពុទ្ធបរិស័ទមកចូលរួមក្នុងកម្មវិធីនឹងជាច្រើនបងប្អូនហ្នឹងហើយពីទីចិត្តទីឆ្ងាយបងប្អូនអញ្ចឹងហើយមកដល់ពេលនេះគឺដល់វគ្គក្រុមគ្រួសាររបស់ admin ដង្ហែលចូលហើយបងប្អូនព្រោះត្រៃធំគេចូលទៅមុនហើយអញ្ចឹងពេលហ្នឹងគឺ admin ពេលដែលមកហ្នឹងគឺត្រៃធំគេមកដល់មុនអញ្ចឹងគេរៀបចំហើយគេដង្ហែចូលទៅមុនដល់ពេលហើយបាន admin រៀបចំតាមក្រោយនេះមានអូនរក្សាយាយអូនរក្សាហ្នឹងហើយយាយទួតហ្នឹងហើយមានអ៊ំមកចូលរួមជាច្រើនបងប្អូនអញ្ចឹងយើងនឹងហែលចូលក្រោយត្រៃធំព្រោះត្រៃធំគេមកដល់មុនបងប្អូនអញ្ចឹងអត់បានហែលជាមួយគេទេយើងនឹងហែលផ្សេងហ្នឹងហើយព្រោះជាយើងមកក្រោយយើងនៅរៀបចំហើយសម្ភារៈផ្សេងអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងមកដង្ហែលមកចូលមកដល់ខាងក្នុងហើយនឹងហើយពីហ្នឹងទៅគឺយើងចូលទៅក្នុងសាលាឆាន់ដែរដើម្បីរកទីសំគួរក្នុងការសម្រាកធ្វើដំណើរមកถึงឆ្ងាយគួរសមដែរហើយបងប្អូនអញ្ចឹងណាបន្ទាប់ពីហ្នឹងទៅក៏មានការថតរូបទុកជាអនុស្សាវរីយ៍អញ្ចឹងណាបងប្អូនហើយការថតរូបនេះគឺអត់មានគិតប្រាក់កម្រៃអីផ្សេងទេបងប្អូនដោយសារព្រះគ្រូគណៈគ្រប់គ្រងធ្វើឡើងគឺដើម្បីថតទុកជាអនុស្សាវរីយ៍ចែកជូនទុកមើលនៅថ្ងៃក្រោយអញ្ចឹងណាបងប្អូនអញ្ចឹងក៏ admin ថតជុំលក្ខណៈគ្រួសារ
នេះបានពីបបោះដែរបងប្អូនហ្នឹងហើយហើយបន្ទាប់ពីហ្នឹងទៅរួចរាល់ចប់សពគ្រប់មកក៏ម៉ាក់អូនរក្សានឹងហើយយាយទួតម៉ាក់យាយអីហ្នឹងក៏ដើរមកក្រៅហើយទិញនៅអាហារសម្រន់មួយចំនួនព្រោះយើងនៅរងចាំដល់ម៉ោងដង្ហែបានយើងអាចដង្ហែបានបងប្អូនអញ្ចឹងទូទៅដូចជាយើងត្រូវរងចាំដល់លោកឆាន់ត្រង់រួចបងប្អូនបានដល់ពេលដល់វេលាត្រូវដង្ហែអង្គកឋិនបងប្អូននៅពេលដែលលោកឆាន់ហើយអញ្ចឹងក្រុមគ្រួសារ admin អត់សម្រេចថានៅលើសាលាឆាន់ទេព្រោះដោយសារពុទ្ធបរិស័ទគាត់ច្រើននៅលើហ្នឹងអញ្ចឹងណាអញ្ចឹងយើងក៏សម្រាប់ចិត្តមករកលុបដើមឈើក្រាលកតេលដើម្បីហូបបាយពេលថ្ងៃដើម្បីយើងរងចាំយើងដល់ពេលដល់វេលាដើម្បីដង្ហែកឋិនទានទៅកាន់ព្រះវិហារដើម្បីដង្ហែនៅស្បង់ស្បៃត្រៃជីវរអញ្ចឹងមើលទៅម្យ៉ាងដែរបងប្អូនយើងញ៉ាំបាយពេលថ្ងៃនៅក្រោមម្លប់ឈើតិចទៅឈឹមទៅឆៃបងប្អូនហ្នឹងហើយដែលមានក្តីសុខបន្ទាប់ពីញ៉ាំអាហារពេលថ្ងៃនៅក្រោមម្លប់ឈើនឹងបានសម្រាកមួយពេលធំក៏ដល់ពេលដល់វេលាក្នុងការធ្វើក្បួននៅដង្ហែស្បង់ស្បៃត្រៃជីវរបតិសិនជុំវិញព្រះវិហារដើម្បីប្រគេនថ្វាយនៅព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់រយៈពេល3ខែចាប់តាំងពីឱកាសចូលកាន់ព្រះវស្សាមករហូតមកដល់ថ្ងៃនេះបងប្អូនអញ្ចឹងក៏ដល់ពេលដល់វេលាហើយដង្ហែទៅកាន់ព្រះវិហារបងប្អូនអញ្ចឹងពុទ្ធបរិស័ទគឺច្រើនមែនតែនបងប្អូនហើយគ្រាន់តែបងប្អូនមើលទៅគឺពុទ្ធបរិស័ទកុសកបងប្អូនហ្នឹងហើយបន្ទាប់ពីហ្នឹងទៅគឺដល់ពេលដល់វេលាដែលយើងធ្វើការដង្ហែបតិសិននៅជុំវិញព្រះវិហារហើយក្បួនចាយាមក៏ហែហោមនៅខាងមុខអង្គកឋិនទានអញ្ចឹងក៏ធ្វើការដង្ហែចេញពីជុំទី1ទៅហ្នឹងហើយអញ្ចឹងញាតិញោមពុទ្ធបរិស័ទជើងវត្តក៏ដូចជាពុទ្ធបរិស័ទមកពីទីចិត្តទីឆ្ងាយធ្វើការដង្ហែនៅអង្គកឋិនទានបតិសិនជុំវិញហ្នឹងហើយពហិយចំនួន3ជុំបងប្អូនហ្នឹងហើយអញ្ចឹងគឺក្បួនដង្ហែជុំទី1គឺបានចាប់ផ្ដើមទៅហ្នឹងហើយក្រុមគ្រួសារ admin គឺនៅខាងក្រោយបងប្អូនមើលអត់ទាន់ឃើញទេបងប្អូនអញ្ចឹងគឺនៅក្រោយនេះបងប្អូននេះនៅក្រោយគេបង្អស់បងប្អូនហ្នឹងហើយព្រោះដោយសារម្ចាស់ត្រៃគឺច្រើនឆ្នាំនេះគឺច្រើនមែនតើបងប្អូនបើតាម admin ដឹងឆ្នាំមុនគឺចំនួនតិចទេបងប្អូនតែគឺឆ្នាំនេះគឺច្រើនមែនតើត្រៃធំរហូតទៅដល់3ហើយនឹងត្រៃតូចហ្នឹងហើយត្រៃលៀងដែលហៅថាត្រៃលៀងហ្នឹងរហូតទៅដល់68ត្រៃបងប្អូនអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងបតិសិន3ជុំមកក៏យើងយកមកថ្វាយប្រគេននៅលើព្រះវិហារដើម្បីប្រគេននៅស្បង់ស្បៃត្រៃជីវរនេះទៅដល់ព្រះសង្ឃដែលគាត់គង់ចាំព្រះវស្សាត្រីមាសជាយូរហ្នឹងហើយរងចាំក្នុងពេលនេះហ្នឹងហើយអញ្ចឹងក៏យើងចាប់ផ្ដើមរៀបចំស្បង់ស្បៃត្រៃជីវរប្រគេនដល់ព្រះសង្ឃធ្វើកិច្ចក្នុងការក្រាលគ្រងនៅអង្គកឋិនទាននេះទាំងមូលហើយបើតាម admin ដឹងគឺបុណ្យកឋិនទាននេះគឺទទួលបានអានិសង្ឃខ្ពស់ហើយច្រើនជាងគេបង្អស់នៅក្នុងពិធីបុណ្យព្រះពុទ្ធសាសនាបងប្អូនហើយ admin ក៏សូមអនុមោទនានៅអានិសង្ឃនៃការដង្ហែកឋិនទានទៅកាន់វត្តក្រាំងសវណ្ណនេះឲ្យបានស្មើដូច admin ដែរបងប្អូនហ្នឹងហើយហ្នឹងហើយបន្ទាប់ពីហ្នឹងទៅគឺដល់កម្មវិធីប្រកាសនៅនួនបច្ច័យសង្កត់ត្រៃនៃម្ចាស់ត្រៃនីមួយទាំងត្រៃតូចទាំងត្រៃធំជាសរុបនៅចំនួននៃបច្ច័យទាំងអស់ទាំងត្រៃតូចទាំងត្រៃធំដើម្បីឲ្យដឹងថាចំនួនទាំងអស់ហ្នឹងគឺបានប្រមាណអញ្ចឹងណាបងប្អូនបន្ទាប់ពីហ្នឹងទៅក៏លោកធ្វើកិច្ចនៃក្រាលគ្រងក៏ដូចជាធ្វើកិច្ចក្នុងការបញ្ចប់នៅពិធីនៃអង្គកឋិនទាននេះបងប្អូនអញ្ចឹងលោកក៏ធ្វើការសូត្រនមស្ការក៏ដូចជាហ្នឹងហើយប្រោះព្រំនៅម្ចាស់អង្គកឋិនទានហ្នឹងហើយទាំងពួងទាំងឡាយដើម្បីបញ្ចប់កិច្ចនៃអង្គកឋិនទានជាចុងក្រោយនេះគឺ admin សូមថ្លែងអំណរគុណហ្នឹងហើយដល់ពុកម៉ែបងប្អូនដែលចំណាយពេលតាមដានវីដេអូ admin តាំងពីដើមរហូតដល់ចប់ហើយ
សង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តវីដេអូ admin ទាំង live ហើយកុំភ្លេចជួយ like ជួយ share និង subscribe ដាក់រូបកណ្ដឹងដើម្បីបានវីដេអូថ្មីពី channel TRC បងប្អូនហ្នឹងហើយ admin នឹងព្យាយាមផ្ដិតយកក៏ដូចជាធ្វើជាវីដេអូថ្មីប្លែកៗចែកជូនបងប្អូនទស្សនាសូមអរគុណជម្រាបលា